ខ្ញុំអានព័ត៌មានដូចជា2ថ្ងៃមុននឹងឃើញខ្មែរយើងនៅតែចូលទៅថៃខុសច្បាប់ទៅប្រជាជនខ្មែរយើងហើយយើងនឹងថៃទៅអស់សង្គ្រាមផងគាត់នៅតែចូលទៅហើយធានថៃចាប់បានឡើង60នាក់បងប្អូនហើយខ្ញុំឃើញគេខមមិនជេរគាត់ខមមិនដាក់ទៅនេះគាត់ថាសំណាងហើយថៃអត់បាញ់ងាប់ហើយអ្នកខ្លះខមមិនថាសូមមកចាប់ពួកគាត់ដាក់គុករហូតទៅមិនបាច់ដោះលែងមកខ្មែរវិញទេអញ្ចឹងណាខ្មែរយើងគិតមានអារម្មណ៍ថាថោកទាបហើយដែលប្រជាជនយើងទៅចូលទឹកដីថៃខុសច្បាប់ក្នុងពេលឥឡូវនេះអញ្ចឹងបងប្អូនប៉ុន្តែខ្ញុំឲ្យបងប្អូនគិតប្រហែលចំណុចនេះទី1គឺមនុស្សយើងគឺការគិតរបស់យើងអត់ដូចគ្នាទេនៅពេលដែលចំណេះដឹងយើងអត់ដូចគ្នាចំណេះដឹងយើងគឺខុសគ្នាគឺការគិតរបស់យើងក៏ខុសគ្នាដែរហើយទី2ស្ថានភាពរស់នៅយើងខុសគ្នាក៏បណ្ដាលឲ្យការគិតរបស់យើងខុសគ្នាដែរហើយមនុស្សយើងតែការគិតខុសគ្នាទង្វើគឺខុសគ្នាតាមនឹងដែរចំណេះដឹងខុសគ្នាការគិតខុសគ្នារបៀបម៉េចឧទាហរណ៍ថាបើយើងរៀនបានច្រើនគ្រាន់យើងឧស្សាហ៍តាមដានព័ត៌មានយើងដឹងរាល់សកម្មភាពរាល់ទង្វើដែលថៃធ្វើមកលើខ្មែរយើងមើងងាយខ្មែរយើងរំលោភបំពានទាហានខ្មែរយើងរំលោភបំពានបូរណភាពទឹកដីយើងបាញ់ប្រាសាទយើងចង់បានវប្បធម៌យើងមើងងាយខ្មែរយើងឲ្យតែយើងនិយាយមួយវាមួយម៉ាត់ណាក៏វាដៀលថាយើងកបីដៀលថាយើងក្រដៀលថាយើងប្រទេសដែលឈប់បោកទាំងដែលវាអ្នកខ្លះដែលដៀលយើងវាក្រលហាមជាងយើងផងប៉ុន្តែគឺដឹងថាខ្មែរយើងគឺក្នុងខ្សែភ្នែកវាគឺវាដៀលថាយើងក្រហ្មងអញ្ចឹងប្រជាជនយើងដែលយើងចេះដឹងតាមព័ត៌មានយើងមានការឈឺចាប់ដែលថៃក៏ធ្វើអញ្ចឹងដាក់យើងក៏ប៉ុន្តែអ្នកខ្លះក៏អត់បានអានព័ត៌មានក៏សើតាមដានព័ត៌មានទេអានេះតើតងទៅនឹងអ្វីដែលខ្ញុំនិយាយថាចំណេះដឹងគាត់ខុសពីយើងដល់ពេលអញ្ចឹងអាការឈឺចាប់របស់គាត់គឺអត់ដូចយើងទេគឺស្រាលស្រាលអញ្ចឹងឬក៏អាចថាគាត់មិនសូវដឹងទង្វើអីដែលថៃធ្វើមកលើយើងប្រហែលក៏អាចថាបានបងប្អូនអ្នកដែលទៅហ្នឹងតើតងទៅនឹងចំណេះដឹងទី1និងទី2ស្ថានភាពរស់នៅខុសគ្នាធ្វើឲ្យមនុស្សគិតខុសគ្នាគឺបើន័យថាអញ្ចឹងឧទាហរណ៍ថាបងប្អូនដែលអត់ដូចខ្ញុំដូចបងប្អូនយើងអត់មែនប៉ុន្តែយើងនៅតែយើងអត់នៅក្នុងកម្រិតដែលយើងអាចនៅក្នុងស្រុកខ្មែរបានអញ្ចឹងអត់នេះគឺមិនអាចប្រៀបធៀបជាមួយនឹងអ្នកដតីដែលអត់ជាងយើងទេគឺមានអ្នកដែលអត់ជាងយើងឲ្យគាត់អត់ទៅថៃយ៉ាងម៉េចបើនៅស្រុកយើងបើគាត់អត់ការងារធ្វើបើសិនជានៅស្រុកយើងគាត់ជាពាក់ធនាគារឲ្យព្រឹកល្ងាចគេមកប្រមាថអូសផ្ទះគាត់កូនគាត់អីណាអត់បានរៀនអត់បានសូត្រអត់មានបានពេលវេលាចូលសាលាអត់មានលុយអត់មានអីទិញម្ហូបអីចឹងគឺគាត់ខ្សត់ខ្ញុំចង់បានន័យថាស្ថានភាពចាលបងប្អូនអញ្ចឹងមិនគេថាមនុស្សយើងគេទៀងមិនឈ្នះទល់ដូចគេបដូរថាសម័យប៉ុលពតមនុស្សយើងអត់ឲ្យញ៉ាំសុខចិត្តហូបវើសុខចិត្តហូបអីគឺបើន័យថាយើងឈឺចាប់អីប៉ុណ្ណាក៏ដោយដែរប៉ុន្តែកាពះនៅឃ្លានយើងនៅតែត្រូវការអញ្ចឹងទៅពេលអញ្ចឹងគឺគាត់ទៅអញ្ចឹងឯងអញ្ចឹងមិនន័យថាបើបងប្អូនជួយអីគាត់អត់បានបងប្អូនអូសចេញទៅបងប្អូនមិនប្របាច់ជេរប្រមាថគាត់ទេឬក៏បងប្អូនជួយអីបានបងប្អូនធ្វើរោងចក្រសិប្បកម្មនេះហៅពួកគាត់ឲ្យធ្វើការផងអញ្ចឹងណាប៉ុន្តែខ្ញុំដឹងអ្នកដែលជេរភាគច្រើនប្រកែទៅជេរហ្នឹងឯងឥឡូវអញ្ចឹងបើបងប្អូនអត់ចង់គាត់ទៅបងប្អូនយើងទៅដល់សញ្ញាយើងទៅដល់គឺបងប្អូនណែនាំគាត់ទៅថាវាអត់បានចំណេញអីទេទៅថៃឥឡូវគឺគេមានតែធ្វើបាបខ្មែរយើងហើយបើយើងទៅខុសច្បាប់អញ្ចឹងយើងធ្វើការគេបាក់លុយអត់បាក់អីបើយើងទៀតគឺយើងមានតែខាតទេយើងនៅខ្មែរយើងចង់លក់កតូបលក់កតេលមិនក៏បាន100អីចាំកូននៅក្បែរកូនដែរអញ្ចឹងបងប្អូននិយាយអញ្ចឹងបដៅឬក៏ចែកម្លែកទៅដល់ពួកគាត់វាល្អជាងយើងជេរបងប្អូនអញ្ចឹងដូចខ្ញុំនិយាយពីដើមអញ្ចឹងស្កាប់ឡើងវិញគឺបើន័យថាចំណេះដឹងមនុស្សខុសគ្នាធ្វើឲ្យការគិតខុសគ្នាស្ថានភាពរស់នៅយើងអត់ទល់ដល់គាត់គឺយើងធ្វើមិនធ្វើដល់គាត់អញ្ចឹងយើងអត់មានត្រូវជេរខ្មែរទេខ្ញុំនិយាយឃើញគ្នាយើងខ្មែរយើងពេកច្រើននៅចូលចិត្តតែដេលគ្នាមែនតា